Cambodian Idol រដូវកាលទី2វគ្គចាត់ Audition ឧបត្ថម្ភផ្ដាច់មុខដោយឃើញសជ្ជៈបើកម្លាំងខារ៉ាបាវបំពុងហើបសៀងភីអ៊ីវសញ្ញារូបតាក់បែណាំដុសក្មេងការឈុតពីជំរាបសួរអ្នកខ្ញុំឈ្មោះម៉ងច័ន្ទកញ្ញានេះខ្ញុំមានអាយុ21ឆ្នាំហើយសប្តាហ៍ថ្ងៃនេះខ្ញុំជាអ្នកចម្រៀងម្នាក់នៅក្នុងភោជនីយដ្ឋានមួយចាថ្ងៃហ្នឹងខ្ញុំមានអារម្មណ៍ថារំភើបព្រោះថាបានជាពិសេសម៉ាក់បងប្រុសបងស្រីទាំងពីរពេលតែគាត់មកអញ្ចឹងអារម្មណ៍ដែលភ័យគឺកាត់បន្ថយហើយព្រោះអីបានពួកគាត់មកលើកទឹកចិត្តអញ្ចឹងមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងចំពោះការច្រៀងគឺខ្ញុំចូលចិត្តតាំងពីតូចមកហើយខ្ញុំមានក្តីសម័យថាខ្ញុំចង់ខ្លាចជាអ្នកចម្រៀងមួយដែលប្រជាជនទូទាំងប្រទេសទទួលស្គាល់នាងខ្ញុំជាម្ដាយខ្ញុំសប្បាយចិត្តខ្ញុំតែងតែជំរុញលើកទឹកចិត្តឲ្យកូនរហូតខ្ញុំចង់ដឹងបំផុតគឺសមត្ថភាពខ្ញុំបានកម្រិតណាហើយទោះបីជាលទ្ធផលបែបណាក៏ខ្ញុំអាចទទួលបានព្រោះអីទោះធ្លាក់ឬជាប់គឺខ្ញុំចាត់ទុកថាជាបទពិសោធន៍ស្អាតដូចគ្នាអូនអរគុណអូនឈ្មោះអីដែរអូនខ្ញុំឈ្មោះម៉ងច័ន្ទកញ្ញាបងតែឈ្មោះហៅលេងឈ្មោះកៅកាន់ហាអញ្ចឹងមកហៅកញ្ញាណាចាកាន់ហាក៏បានអញ្ចឹងកញ្ញាស្រួលជាងតាមចិត្តបងបាទអាយុប៉ុន្មានដែរអូនអាយុ21បងស្រុកកំណើតនៅទីណាដែរនៅខេត្តកំពង់ឆ្នាំងនៅកំពង់ឆ្នាំងហើយមុខរបររាល់ថ្ងៃជាសិស្សហើយប៉ុន្តែជួឈ្មោះមួយឆ្នាំហើយបងហើយរាល់ថ្ងៃច្រៀងតាមភោជនីយដ្ឋានអញ្ចឹងសិក្សាផ្នែកអីដែរអូនផ្នែកចម្រៀងបងនៅសាលាភូមិន្ទវិចិត្រសិល្បៈឆ្នាំទីប៉ុន្មានហើយឆ្នាំទី3តែព្យួរបងឆ្នាំក្រោយចូលរៀនវិញអញ្ចឹងមិនបានព្យួរឆ្នាំហ្នឹងដោយសារសុខភាពដល់ពេលអញ្ចឹងទៅគ្រូប្រឡងចោលគាត់ក៏ឲ្យនេះបងបាទឲ្យព្យួរទៅបាទចុះឪពុកម្ដាយវិញអូនម៉ាក់គាត់មេផ្ទះធម្មតាឯងតែប៉ាគាត់អត់នៅជាមួយគាត់បែកបាក់មួយម៉ាក់ឯងអញ្ចឹងម៉ាក់នៅណាវិញឥឡូវរាល់ថ្ងៃម៉ាក់មកនៅភ្នំពេញជាមួយបងគាត់ឡើងចុះខេត្តព្រោះដោយសារមានយាយនៅឯវត្តគាត់ស្នាក់ធននៅវត្តហ៎បងអញ្ចឹងបាទហើយបងប្អូនម៉ាក់អ្នកដែរខ្ញុំបងប្អូន3នាក់បងអញ្ចឹងកូនទីម៉ាបើគេហើយស្រីម្នាក់ឯងទៀតមានបងប្អូន2នាក់អរគុណឥឡូវបងចង់ដឹងពីសមត្ថភាពរបស់កញ្ញាអាចចាប់ផ្ដើមបានអូនថ្ងៃលិចបាត់ទាំងរូបថ្លៃបងអើយអូនសើនឹកស្រណោះផ្លូវកលយានខត្រូវប៉ុន្មានបងតែងមេត្តាទ្រង់អូនបានស្មើផុតភ័យទុក្ខាប្រស្រង់សង្សារការណអូនក្រៃនិស័យត្រូវឲ្យរងកម្មថ្ងៃលិចអូនស្រណោះអូនស្រណោះថ្ងៃលិចអូនអងក្តីសង្ឃឹមលិចហើយកុំរៀងបើរៀងកុំញញឹមទុកអូនប៉ុនភ្នំទួញយំសកា
ចិនដាថ្ងៃលិចកាលណាសោកាឡាយអូឡើងពើសបល់ដាក់អារម្មណ៍បានល្អភ័យអូយប៉ុណ្ណាណៃហងក្នុងពោះឲ្យប្លុកឲ្យទៅនោះប៉ុណ្ណានៃមកក្នុងពោះប្រហែលជំនុំមកកាយនិយាយកញ្ញាបកស្រាយបទនេះបានល្អជាពិសេសការដាក់អារម្មណ៍ធ្វើឲ្យមនុស្សស្ដាប់ទៅលងទៅតាមមនោសញ្ចេតនារបស់កញ្ញាបងធ្វើបានល្អសម្រាប់ថ្ងៃនេះអរគុណបាទកញ្ញានិយាយទៅឲ្យតែឈ្មោះកញ្ញាបកែហ្នឹងហើយខ្ញុំរៀបនិយាយទៅហ្នឹងមែនតើឲ្យឈ្មោះកញ្ញាបកែចឹងមិនបងអីប្រាប់ន័យថាមិនបាច់ហៅឈ្មោះអីគេឈ្មោះមួយទៀតហ៎ឈ្មោះកាន់ថាហាចឹងមិនដឹងហៅកាន់ថាទេហៅកញ្ញាកញ្ញាបកែដូចកញ្ញានេះចឹងនេះចាតែមិនឃើញអូនមួយមកឈ្មោះកញ្ញាដូចគ្នាឥឡូវបន្ទាប់ពីច្រៀងហើយអូនឯងបាត់រៀងចិត្តវិញនៅប្រហោងមិញអេតែប្រហោងពោះបាទអេអន់ក្រែលដែរបងក្រែលចាអន់ក្រែលចឹងមុនអរគុណគឺថាមានដង្ហើមវែងណាបត់ចម្រៀងមួយបត់បាយមិញណាចាកម្រអ្នកហ៊ានយកចម្រៀងមួយបត់ហ្នឹងយកមកប្រកួតប្រជែងពីព្រោះដោយសារពេលខ្លះបើសិនជាយើងមានការប្រើប្រាស់ភ្លាត់ស្នៀតអីតាន់តិចគឺឃើញហ្មងប៉ុន្តែដោយឡែកគឺបងអូនហ៊ានយកបត់ហ្នឹងមកប្រឡងហើយធ្វើបានល្អទៀតចាអរគុណបងចាដកតាមបទចម្រៀងចូលមនោសញ្ចេតនាហើយមើលទៅគឺថាបើនិយាយមិនថាអីគេភ័យប៉ុន្តែការបកស្រាយមិញហ្នឹងឃើញថាអត់ភ័យទេឃើញក្លាហានល្អប្រមូលអារម្មណ៍ប្រមូលចាឃើញបងខំធ្វើអញ្ចឹងណាអត់បាយអារម្មណ៍ទៀតណានេះខ្លាចចាញ់ខ្លាចអត់ជួលមិនងាយមានឱកាសណាអូនណាចាអញ្ចឹងត្រូវតែភ័យហ្នឹងអស់អាកាសលីងហ្នឹងហើយអរគុណច្រើនចាអរគុណកញ្ញាចាបងគ្រប់បទចម្រៀងពីសង្គមចាស់ភាគច្រើនគឺត្រូវប្រើប្រាស់ការផ្លាស់ប្ដូរសំឡេងច្រើនលូតពីសលេងធម្មតាទៅសលេងខាងលើរហូតដល់សលេងខ្មៅអីចឹងទៅអញ្ចឹងតើតែអ្នកច្រៀងហ្នឹងគាត់ស្វែងយល់ពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងដែរបានអាចមានទំនុកចិត្តនៅក្នុងការច្រៀងចាមុនហ្នឹងអូនថាច្រៀងនៅរៀននៅសាលាវិចិត្រសិល្បៈផ្នែកចម្រៀងអីដែរអូនចម្រៀងជាពួកបងអូចាចាំបានប្រើសលេងសូប្រូណូបានល្អអូខេអញ្ចឹងសម្រាប់បទចម្រៀងមួយបទនេះបងស្ដាប់ទៅបងពេញចិត្តចំពោះសមត្ថភាពរបស់បងអូនអរគុណបងអរគុណអូនបាទគឺញ៉ាំរហូតដឹកជុំកញ្ញាចាកញ្ញាអត់ទេអត់មកបងមកណែបងចាញ់ណាបងកាលចាញ់បងអរគុណអូនបងចង់ឲ្យអូនច្រៀងទី3បន្តិចអូនធ្វើថ្ងៃលិចអីគេអូនថ្ងៃលិចអីគេថ្ងៃលិចទី3កផ្លែទី3ហ្នឹងបាទហ្នឹងស្រណោះដៃថ្ងៃលិចនេះចង់ប្រមាថថ្ងៃលិចក្តាច់តប្រមាត់កន្លែងហ្នឹងបើសិនជាអូនអ៊ូលឬក៏ឆ្លាក់កកវិចឮតាស្អីនេះអីបងខ្ញុំនេះណាមែនបងស្ដាប់បទបងហៅពោះបងក្តាប់យល់បងហៅពោះអត់ទេប៉ានេះគេមិនបោកប៉ានេះគេធំឥឡូវវាទូចដល់យល់អីគេបងស្ដាប់ដាច់បាត់មិនទៅដាច់តងហ្នឹងដាច់តងទេតាដាច់បាត់ដាច់តងប្រមាត់ទេតាតងចាំមិនទៅតងប្រមាត់ហ្នឹងបងប្រមាត់ខ្ញុំមានតងហ្នឹងមែនដាច់បាត់
ក៏ដូចក្តិចទេចា ដូចក្តាច់ តា ហ្នឹង អូនឆ្លក់កន្លែងហ្នឹងរឿងមក អញ្ចឹងហ្នឹងបានប្រយ័ត្នណា ប្រ បង យ័ត្នអាកន្លែងហ្នឹងគឺត្បៀតបន្តិចទៅអូនណាខ្លាចតាបាត់ទៅរឿងហ្មងអាហ្នឹងបានទេអរគុណណាស់ថ្ងៃនេះអូន ហ៊ានបាត់ទេ អូនធ្វើបានល្អ អរគុណ បងពេញចិត្ត អរគុណ បានល្អមែនតើ អរគុណ អូនធ្វើបានល្អ អរគុណ អត់បងអត់មាននិយាយអីនេះទេបងគាត់តែនិយាយអរគុណច្រើនកញ្ញាអរគុ ចា ណ អរគុណបង ឥឡូវនេះជាពេលមួយដែលពួកបងត្រូវ ធ្វើការសម្រេចចិត្ត ធ្វើការសម្រេចចិត្តនិងប្រកាសលទ្ធផលមួយដល់កញ្ញា ប្រហោងពូភាសាទៀត ប៉ុណ្ណាវិញឥឡូវប្រហោងប៉ុណ្ណាវិញ មធ្យមមធ្យម អូនណាកុំសបោអានឹងពេកអត់បានទេគ្រោះថ្នាក់ណាអូនណា ចាបង បាទ ភ័យតិចតិចបាន បា ហើយ ទ ចា ត្រៀមខ្លួនហើយនៅសម្រាប់ការទូលទ្ធផលទោះបី ត្រៀម ជា ហើយបង ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាយ៉ាងណាក៏ដោយក៏ជាបទពិសោធន៍ដែរបង អូខេ បទពិសោធន៍មានន័យអត់អូន មានន័យយកទៅដុសខាត់ បន្ថែម ប្រថែ ចា នៅតែធ្វើអញ្ចឹងណា ចា ទោះបី បង ជាពួកបងទាំងអស់គ្នាថាប្អូនល្អក្តីក៏នៅតែធ្វើ ចា នៅតែ បង ខំនៅតែព្យាយាមអូខេ ចា នៅពេលនេះ Yes ចាញ់មកអូនដល់នេះ អូម៉ៃអត់ អូ ចា ខេអរគុណអូន អូបានបាត់ដៃអូយ អរគុណអូន កញ្ញាកញ្ញា ចា មកគួយស្រឡាញ់ទៀតអូ អូ កញ្ញាអើយកញ្ញា អបអរសាទរកញ្ញាអូនេះជាអ្វីដែលខ្ញុំចង់បានគឺអារម្មណ៍ខ្ញុំពេលនេះគឺថាសប្បាយរីករាយរំភើបមែនតើថាស្រឡាញ់ឥឡូវនេះគឺនេះខ្ញុំធ្វើបានសម្រេចហើយ Cambodian Idol រដូវកាលទី2វគ្គចាត់ហូតនេះសិនឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈបើកម្លាំងខារ៉ាបាវបំពង់ហើមសៀងភីអ៊ីវសញ្ញារូបតាក់បែណាំដុសក្មេងការឈប់ពី